សូមស្វាគមន៍ជាបន្តនៅក្នុងវគ្គទី3នៃកម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលយប់របស់ទូរទស្សន៍រស្មីអាមី HD TV សម្រាប់ព័ត៌មានផ្ដើមជាដំបូងនេះគឺតាក់ទងទៅនឹងខេត្តបន្ទាយមានជ័យជាខេត្តគំរូទី2បាទមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសផាសុកភាពនិងសុវត្ថិភាពខេត្តបន្ទាយមានជ័យជាខេត្តទី2បន្ទាប់ពីខេត្តកោះកុងដែលមានរថយន្តដឹកកម្មករដែលមានលក្ខណៈបច្ចេកទេសល្អផាសុកភាពនិងសុវត្ថិភាពហើយក៏ជាខេត្តពុំសូវមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនោះដែរនៅក្នុងពិធីបើកកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពនៅក្នុងការធ្វើដំណើររបស់កម្មករនយោជិតជូនដល់អ្នកបើកបររថយន្តដឹកកម្មករនយោជិតនិងកម្មករនយោជកនៅរោងចក្រ High-Tech Apparel នៅខេត្តបន្ទាយមានជ័យលោកអគ្គនាយករងលោកបានបន្តថាខេត្តបន្ទាយមានជ័យអាចទុកជាខេត្តគំរូដូចនេះសូមបណ្ដាអ្នកបើកបររថយន្តដឹកកម្មករនយោជិតបាទគួរអនុវត្តតាមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រក្សាបាននូវប្រាក់ចំណូលលើកកម្ពស់សុខុមាលភាពសុវត្ថិភាពការងារនិងសុវត្ថិភាពការធ្វើដំណើររបស់ខ្លួនក៏ដូចជាបងប្អូនកម្មករនយោជិតផងដែរលោកបណ្ឌិតបានបន្តថាបើទោះបីជានៅក្នុងខេត្តនេះករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនយោជិតពុំសូវកើតមានក៏ពិតមែនប៉ុន្តែការចុះអប់រំផ្សព្វផ្សាយនៅតែជាយន្តការអនុវត្តជាប្រចាំរបស់ក្រុមការងារសផកដើម្បីរួមចំណែកនៅក្នុងការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពនៅក្នុងការធ្វើដំណើរព្រមទាំងទាមទារឲ្យមានការចូលរួមផ្ទាល់ពីសម័យខ្លួននិងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការអនុវត្តច្បាប់និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរដើម្បីអាចជៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវលោកបណ្ឌិតបានបញ្ជាក់ថាការកែលម្អរថយន្តដឹកកម្មករដែលមានស្តង់ដារដូចជាមានកៅអីអង្គុយនិងដំបូលការពារកម្ដៅនិងភ្លៀងត្រឹមត្រូវនេះគឺមិនឲ្យមានការខាតបង់ប្រយោជន៍ដល់ភាគីណាមួយឡើយទាំងអ្នកបើកបរកម្មករនិងម្ចាស់រោងចក្រពីព្រោះថាការជិះឈរប្រជិតគ្នាគឺអាចប្រឈមទៅនឹងហានិភ័យទាំងសុវត្ថិភាពនិងសុខភាពដែលនាំឲ្យផលិតភាពការងារនោះធ្លាក់ចុះលោកបណ្ឌិតបានបញ្ជាក់ថាបច្ចុប្បន្ននេះមានរថយន្តដឹកកម្មករនយោជិតសរុបចំនួន3248គ្រឿងនៅក្នុងនោះរួមមានរថយន្តប្រភេទដឹកអ្នកដំណើរចំនួន1424គ្រឿងបាទរថយន្តប្រភេទដឹកទំនិញចំនួន1824គ្រឿងបាទហើយរថយន្តដឹកទំនិញកែច្នៃនឹងស្របតាមស្តង់ដារបច្ចេកទេសចំនួន7គ្រឿងគណៈដែលបសសបានបន្តជំរុញការកែលម្អរថយន្តដឹកកម្មករនយោជិតឲ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាពជាងមុនយ៉ាងយូរត្រឹមតែឆ្នាំ2027ខាងមុខនេះបាទ